ព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Al Jazeera ខ្ញុំសូមដកស្រង់ពី Al Jazeera ហើយនឹងមានប្រតិកម្មនានាពីខាងមន្ត្រីរបស់កម្ពុជាផងដែរណាចឹងខ្ញុំនឹងរៀបចំជូនព័ត៌មានដំបូងគឺខាង Al Jazeera បានប្រាប់ឲ្យដឹងថាគឺប្រទេសកម្ពុជាបានជំលះប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែននោះជាច្រើនរយនាក់ចេញពីភូមិមួយនៅតំបន់ចំនួនជាមួយនឹងប្រទេសថៃដោយសារតែការតានតឹងរវាងប្រទេសទាំងពីរនេះកាន់តែកើនឡើងហើយវាជាការមួយគម្រាមកំហែងដល់កិច្ចព្រមព្រៀងជួបបាញ់គ្នាកាលពីខែកក្កដាហើយគឺមានក្រុមគ្រួសាររបស់កម្ពុជាប្រមាណជា250នាក់ត្រូវបានជំលះចេញពីភូមិព្រៃច័ន្ទដែលនៅខេត្តបន្ទាយមានជ័យរបស់កម្ពុជាហើយអ្នកទាំងអស់នោះត្រូវបានយកទៅដាក់នៅឯវត្តមួយដែលមានចម្ងាយ29គីឡូម៉ែត្រពីតំបន់ព្រំដែននេះបើយោងតាមអភិបាលរងខេត្តគឺលោកលីសវណ្ណរិទ្ធបានបញ្ជាក់ប្រាប់សារព័ត៌មាន Al Jazeera ការជំនះនេះគឺកើតឡើងមួយថ្ងៃតែប៉ុណ្ណោះក្រោយពីមានបរិសម្នាក់ពលរដ្ឋកម្ពុជាម្នាក់គឺឈ្មោះថាឌីណៃបាទទៅបានខាងថៃបាញ់សម្លាប់នៅក្នុងពេលដែលប្រជុំមុខនៅតាមតំបន់ព្រំដែនហើយខាងកម្ពុជាគឺមានអ្នករងរបួសចំនួន3អ្នកថែមទៀតនេះបើយោងតាមនាយករដ្ឋមន្ត្រីរបស់កម្ពុជាគឺលោកហ៊ុនម៉ាណែតបានបញ្ជាក់ឲ្យដឹងភាគីទាំងពីរបានស្ដីបន្ទោសគ្នាទៅវិញទៅមកចំពោះអ្វីដែលបានកើតមានឡើងកាលពីថ្ងៃពុធដោយអះអាងថាភាគីម្ខាងទៀតជាអ្នកបាញ់មុនបាទនេះគឺជាសេចក្តីរាយការណ៍របស់ Al Jazeera ហើយគាត់បានរាយការណ៍វែងទៀតប៉ុន្តែខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងបើ Al Jazeera ព្រោះវែងទៀតគាត់ចូលជាក្នុងលក្ខណៈ background ជាសារបានថាតើរឿងកើតមិនម៉េចអ្នកណាប្រតិកម្មយ៉ាងម៉េចអញ្ចឹងនេះគឺជារឿងរបស់ Al Jazeera ចាប់ផ្ដើមដោយប៉ុណ្ណឹងហើយបន្តទៀតគឺខ្ញុំសូមជូននៅប្រតិកម្មរបស់ខាងរដ្ឋាភិបាលកម្ពុជាណាបាទខាងកម្ពុជាជាពិសេសគឺក្រសួងការពារជាតិមុននឹងចូលទៅដល់នេះខ្ញុំសូមរំលឹកពីចំណុចផងដែរគឺទី1គឺបើសិនជាប្រិមិត្តអាចនឹងជួយគឺបាទចំពោះជនរងគ្រោះនេះយើងគួរតែធ្វើយ៉ាងណាសកម្មភាពយ៉ាងណាជួយដល់គាត់ផងអ្នកទាំងអ្នកបាត់បង់ជីវិតទាំងអ្នកដែលសម្រាប់ពេទ្យហ្នឹងគឺយើងគួរជួយផងទៅបាទហើយចំណុចហ្នឹងសំខាន់ណាស់បាទសំខាន់ណាស់បាទអញ្ចឹងព័ត៌មានដែលបន្តទៀតហ្នឹងគឺខ្ញុំសូមដកស្រង់ពីខាងរដ្ឋាភិបាលកម្ពុជាគឺមិនទាំងសងទេគ្រាន់តែសង្ខេបគឺជាទូទៅនៅថ្ងៃនេះគឺក្រុមអ្នកសង្កេតការអាស៊ានបាទសង្កេតការអាស៊ាននោះបានទៅទីតាំងកន្លែងដែលប្រជាពលរដ្ឋជំលះបាទអាជ្ញាធរជំលះប្រជាពលរដ្ឋចេញហ្នឹងក៏បានទៅដល់កន្លែងហ្នឹងដែរដើម្បីមើលស្ថានភាពនៅទីនោះបាទហើយពួកគាត់ក៏បានទៅដល់មើលនៅកន្លែងកើតហេតុដែរមកទៅមើលកន្លែងកើតហេតុហ្នឹងថារឿងយ៉ាងម៉េចបាទហើយក៏បានទៅមើលបាទនេះគឺកន្លែងមន្ទីរពេទ្យមកគាត់ក៏បានទៅសួរសុខទុក្ខអ្នកដែលរងរបួសសម្រាប់ព្យាបាលនៅទីនោះផងដែរបាទចុងក្រោយគឺក៏បានទៅមើលកន្លែងពិធីបុណ្យសពរបស់ជនរងគ្រោះរបស់កម្ពុជានឹងផងដែរបាទអញ្ចឹងនេះគឺជាសកម្មភាពរបស់ខាងសង្កេតការអាស៊ានដែលប្រិមិត្តបានសួរកាលពីម្សិលមិញឥឡូវនេះខាងភាគីកម្ពុជាបានបង្ហាញសពបែបយ៉ាងទាំងអស់ហើយអញ្ចឹងបានមកដល់ពេលនេះខ្ញុំសូមរំលឹកមួយសារទៀតផងដែរគឺយកប្រភពផ្លូវការរបស់រដ្ឋាភិបាលកម្ពុជាក៏ដោយរបស់រដ្ឋាភិបាលថៃក៏ដោយគឺយើងមើលតាមសារព័ត៌មានហើយផ្លូវការធំហើយនឹងប្រភពផ្លូវការពីព្រោះអីហើយអ្វីបានជាខ្ញុំនិយាយអញ្ចឹងពីព្រោះមានអ្នកអនឡាញខ្លះរហូតដល់ message ប្រាប់ខ្ញុំថាឥឡូវនេះមានអ្នកស្លាប់ទី2ហើយប៉ុន្តែវាអត់មានទេណាបើអត់មានអញ្ចឹងទេអញ្ចឹងយើងគួរតែយកប្រភពផ្លូវការដើម្បីឲ្យដឹងច្បាស់ជៀសវាងការយល់ច្រឡំបន្ថែមទៀតរហូតដល់អ្នកខ្លះថាមានបាញ់គ្នាអីបន្តទៀតហើយបាទប៉ុន្តែព័ត៌មានហ្នឹងគឺខ្ញុំទៅមើលសារព័ត៌មានថៃគាត់ថានៅល្ងាចហ្នឹងគឺមានសម្លេងអីផ្ទុះមួយដែរប៉ុន្តែមិនមែនជាការបាញ់ទេក៏សម្លេងផ្ទុះហ្នឹងខាងសារព័ត៌មានថៃគាត់រាយការណ៍អញ្ចឹងណាប៉ុន្តែគាត់ក៏មិនបានឲ្យដឹងថាតើសម្លេងផ្ទុះនោះគឺជាសម្លេងអ្វីដែរបាទ
អញ្ចឹងនេះគឺអ្វីដែលខ្ញុំដកសងមកជម្រាបជូនប្រិយមិត្តនេះគឺជាសេចក្តីជូនដំណឹងបាទរបស់ខាងក្រសួងការប្រកាសព័ត៌មានរបស់ក្រសួងការពិជាតិដែលមានអ្នកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យបានបង្ហាញជូនប្រិយមិត្តទាំងអស់គ្នាបាទហើយនៅក្នុងពេលនោះដែរគឺក៏មានការផ្ញើសារជូនដល់គ្រួសារលោកឌីណៃដែលបានទទួលមរណភាពណានៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025បាទលោកឌីណៃនឹងយើងដឹងអត្តសញ្ញាណគាត់ហើយបាទគាត់អាយុ36ឆ្នាំបាទ36ឆ្នាំជាប្រជាពលរដ្ឋខ្មែររស់នៅក្នុងភូមិព្រៃច័ន្ទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបាទគឺបានន័យថាគាត់ជាប្រជាពលរដ្ឋរងគ្រោះនៅទីនោះហើយឥឡូវនេះគាត់អស់ជីវិតរបស់គាត់ទៅហើយបាទ